សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូសម្រាប់រឿងអូនជាអ្វីគ្រប់យ៉ាងរបស់បងផ្ដោតក្បាលសាច់ខឹងមកភ្លាមណាយើងឃើញថាអ្នកបម្រើផ្ទាល់ខ្លួនមកមូហាននឹងគឺបានកាន់បញ្ជីឡើងច្រើនចូលមកបាននិយាយថានេះគឺជាបញ្ជីសរុបទាំងអស់ហើយបាននិយាយថាមូហានគួរតែឲ្យអ្នកកាន់បញ្ជីមើលវាទៅមូហានបានតបទៅវិញថាការចំណាយរបស់អ្នកគ្រប់គ្នាដែលរស់នៅទីនេះគឺនៅក្នុងបញ្ជីហ្នឹងឯងអញ្ចឹងគាត់នឹងបានឃើញពីការងាររបស់ពួកគេបន្ទាប់មកអ្នកបម្រើផ្ទាល់ខ្លួនមកមូហានក៏បានខ្សឹបប្រាប់គាត់ថាគាត់ឮថាអ្នកម្នាងសូហ្នឹងគឺបានរៀបចំបញ្ជីស្តុកឃ្លាំងកាលពីម្សិលមិញមូហានឮចឹងក៏អត់សូវពេញចិត្តមែនទេក៏បានគិតថានាងធ្វើបញ្ជីឃ្លាំងវាប្រកាសជាជាប់តាក់ទងនឹងបញ្ជីប្រអៃមូហានក៏បានឲ្យរបស់ញ៉ាំមួយចំនួនទៅកាន់អ្នកបម្រើរបស់គាត់ដែលបាននិយាយថាអរគុណដែលបានជួយប្រាប់គាត់គេក៏ទទួលយកតែស្នាមញញឹមតែម្ដងគេក៏និយាយតថាមួយវិញទៀតមូហានគឺមិនបាច់ចំណាយប្រាក់នៅខែមីនីហ្នឹងទេដោយសារគាត់មិនបានរកឃើញបញ្ជីធ្វើការរបស់អ្នកបម្រើឡើយគេនិយាយថាជាសំណាងល្អដែលមូហាននឹងបានរស់នៅដំណាក់ខាងកើតជាមួយនឹងជីងសោអញ្ចឹងការចំណាយរបស់មូហានទាំងអស់ហ្នឹងគឺនៅក្រោមឈ្មោះរបស់ជីងសោវារបៀបថាមូហានចំណាយទៅសំខាន់ទឹកប្រាក់ទាំងអស់ហ្នឹងគឺនៅក្រោមឈ្មោះជីងសោហ្មងមូហានបានគិតថាការនិយាយរបស់អ្នកបម្រើរបស់គាត់គឺបានរំលឹកគាត់ថាឥឡូវនេះគឺគាត់គ្មានលុយក្នុងដៃទេបើសិនបើមានរឿងអីកើតឡើងនោះគាត់គិតមិនទាន់ចប់ផងជីងសោក៏បានបើកទ្វារដើរចូលមកធ្វើឲ្យគាត់នឹងរៀងភ្ញាក់ដែរជីងសោបានដើរមកទល់មុខមូហានដោយទឹកមុខរបស់គាត់នឹងគឺពិតជាកំសត់ខ្លាំងមែនទែនមូហានក៏បានសួរគាត់ដែរថាគាត់ទៅជួបព្រះអង្គម្ចាស់ទី2តើហេតុអីបានគាត់មកវិញលឿនម៉េចជីងសោក៏ឆ្លើយទេគាត់ស្ងាត់មួយស្ទុះមុននឹងកាន់ដៃមូហានឲ្យអស់ចេញទៅក្រៅទៅហើយអ្នកបម្រើក៏ឆ្ងល់ដែរថាមាននឹងអីកើតឡើងតើមូហាននឹងបានធ្វើអីខុសមែនបានវាទៅជាបែបហ្នឹងជីងសោបានធ្វើដំណើរដោយជិះសេះរបស់គាត់ជាមួយមូហានយ៉ាងលឿនហើយក៏បានគិតថាវាបានរំលឹកគាត់នៅថ្ងៃដែលគាត់បានរត់គេចជាមួយមូហាននៅគ្រានោះហើយការដែលគាត់រីករាយរាល់ថ្ងៃនោះវាបានធ្វើឲ្យគាត់ភ្លេចនូវពាក្យសន្យាដែលគាត់បានសន្យានៅពេលដែលកើតជាតិថ្មីមូហានដែលជិះពីក្រោយជីងសោក៏បានគិតថាជីងសោមើលទៅដូចជាមិនសូវស្រួលទេហើយជីងសោដែលនៅខាងមុខហ្នឹងគាត់បានគិតថាគាត់ពិតជាសំណាងខ្លាំងណាស់ដែលមានមូហាននៅក្បែរគាត់នៅពេលនេះហើយក៏បានយកដៃមូហានហ្នឹងឲ្យអោបចង្កេះគាត់ឲ្យជាប់ឥឡូវយើងកាន់មកដល់ជំរំនៅពេលដែលជីងសោបានមកដល់ជំរំហ្វឹកហាត់ភ្លាមគាត់ក៏បានស្ទុះលោតចូលទៅកាន់សង្វៀនភ្លាមហើយក៏បានដកលំពែងមកធ្វើការវាយប្រហារទៅកាន់រ៉េនហ្វេងធ្វើគ្នានឹងទុំចង់ជាប់ដោយសារវាលឿនខ្លាំងពេកហើយជីងសោក៏បានវាយគេទៀតទៅគេក៏រៀងឆ្ងល់ដែរថាហេតុអីបានជាសុកជីងសោមកដល់ធ្វើអញ្ចឹងមូហានក៏រៀងភ្ញាក់ដែរពេលឃើញរ៉េនហ្វេងទៀតមកដល់កន្លែងគាត់ហើយក៏បានប្រាប់ឲ្យរ៉េនហ្វេងនឹងចាក់ចេញទៅទូឲ្យគាត់នៅមើលជីងសោហើយរ៉េនហ្វេងក៏បានយល់ព្រមភាគហ្នឹងគឺបានចប់ហើយវារៀងខ្លីសង្ឃឹមថាគ្នាយើងនឹងអត់ប្រកាន់ admin ទេណាចាំវីដេអូក្រោយ admin ដាក់ឲ្យរៀងវែងបន្តិចហ្នឹងហើយប្រហែល maybe ចឹងមុននឹង admin ជម្រាបលាទៅកាន់អ្នកគ្នាកុំភ្លេចជួយចុច like comment ហើយនិង subscribe admin ផងដើម្បី admin មានកម្លាំងចិត្តដើម្បីធ្វើវីដេអូតទៀតបើសិនជា admin ចេញវីដេអូទៅមានអ្នក like មានអ្នក comment ហើយនឹងធ្លាក់ subscribe អីហ្នឹង admin អត់មានអារម្មណ៍ចេញវីដេអូមើលទេណាចឹងបាយបាយអ្នកគ្នា